ប្រយោគ3ហ្នឹងគឺមានកំហុសមួយទាំងអស់ទៀតហើយតោះចុចស្គាល់វីដេអូហ្នឹងដើម្បីស្វែងរកកំហុសទាំង3ហ្នឹងជាមួយគ្នាបើសិនជាអ្នកនរគ្នានិយាយថាពាក្យថា it ហ្នឹងយើងគួរទៅលុប s ចោលពាក្យថា don ហ្នឹងយើងគួរទៅដូរទៅជា doesn't ហើយពាក្យថា am មិនហ្នឹងគឺវាអត់មានពាក្យថា am មិននៅក្នុងភាសាអង់គ្លេសទេគឺអ្នកទាំងអស់គ្នាត្រូវទៀតហើយចុះប្រយោគបដិសេធរបស់ present simple គឺវាបែបនេះបើសិនជាយើងអត់ប្រើប្រាស់ជាមួយនឹង verb to be ទេគឺយើងយក subject បូកជាមួយនឹង don ឬក៏ doesn't បូកជាមួយនឹង verb infinitive បូកជាមួយនឹង object បើសិនជាយើងប្រើប្រាស់ជាមួយនឹង verb to be យើងយក subject បូកជាមួយនឹង verb to be យើងគ្រាន់តែថែម not ពីខាងក្រោយ verb to be មកបូកជាមួយនឹង complement ចុះពាក្យថា verb infinitive ហ្នឹងគឺសំដៅទៅលើគេថា verb one ទាំងឡាយណាដែលមិនទទួលឥទ្ធិពលអំពីប្រធាននិយាយទៅប្រធានហ្នឹងដូចជា he she it ឬក៏ប្រធាននឹងដូចទៅជាអីក៏ដោយគឺយើងអត់ថែម s អត់ថែម es អត់ថែម ed អត់ថែម ing យទៅគឺយើងអត់ថែមអីទាំងអស់ហ្មងកន្លែងមកមើលឧទាហរណ៍កន្លែងនេះមិនតិចមិញនេះ John doesn't play soccer ឃើញទេអញ្ចឹងអា play ហ្នឹងបើសិនជារហដងយើងអត់ប្រើប្រាស់ប្រយោគបដិសេធទេយើងប្រើប្រាស់ប្រយោគស្របអញ្ចឹងយើងត្រូវដាក់ John plays soccer play ហ្នឹងយើងត្រូវថែម s ដោយសារតែវាជា singular ប៉ុន្តែនៅពេលយើងប្រើជាមួយនឹងប្រយោគបដិសេធ play ហ្នឹងអត់ថែម s ទេដោយសារតែយើងប្រើ verb infinitive ហើយយើងប្រើ doesn't វិញអញ្ចឹងពាក្យថា don គឺយើងប្រើជាមួយនឹង subject are you វាដែរហើយនឹង plural ពាក្យថា doesn't យើងប្រើជាមួយនឹង subject he she it ហើយនឹង singular អូខេអញ្ចឹងប្រយោគទាំង3របស់យើងមិញគឺ she doesn't eat pizza everyone doesn't play soccer I'm not your friend យើងត្រូវចាំឡើងនេះពាក្យថា is not វាមានទៅជា isn't ទម្រង់កើតពាក្យថា are not វាមានទៅជា aren't ប៉ុន្តែនៅពេលពាក្យថា am not អត់មាន am មិនទេនៅក្នុងភាសាអង់គ្លេសអ្នកនរត្រូវចាំកន្លែងហ្នឹងមួយអ្នកនរកុំភ្លេច comment ពាក្យថា me ផងបើសិនចង់ចូល learning group របស់ពួកយើង follow អ្នកមួយផងអរគុណច្រើនបាយចឹងបើសិនជាអ្នកនរគ្នាចង់មើលវីដេអូលម្អិតពាក់ព័ន្ធជាមួយនឹងការមួយនឹងអាចថាវីដេអូឲ្យវែងពេញហ្មង30នាទីជាងហ្នឹងអ្នកនរគ្នាអាចចុចពាក្យថា watch more នៅខាងឆ្វេងដៃខាងក្រោមឆ្វេងដៃហ្នឹងឃើញមានពាក្យ watch more ពណ៌ក្រហមមួយហ្នឹងចុចទៅយើងនឹងចូលទៅដល់វីដេអូវែងហ្នឹងហើយអូខេ